តោះសួស្តីអ្នកទាំងអស់គ្នាសួស្តីគុំជាថ្មីមកកាន់ Channel កំសែង Official ទៀតហើយអញ្ចឹងនៅក្នុងថ្ងៃទី29ខែ6នេះខ្ញុំមានវីដេអូចេញតាក់ទងទៅនឹងរបៀបទិញទំនិញនៅលើតៅប៉ាវដែលថ្ងៃមុនខ្ញុំបានធ្វើវីដេអូមួយតាក់ទងទៅនឹងកម្មវិធីថ្មីរបស់ AliExpress គឺ KA99 សម្រាប់ប្រទេសកម្ពុជាយើងដែលយើង register ទីតាំងនៅក្នុងប្រទេសយើងហើយយើងអាចទទួលបានការដឹកពីចិនរហូតមកដល់ខ្មែរគឺគេបានគិតសេវានៅក្នុងនឹងរួចហើយបានន័យថាគេបូកមួយថ្លៃទំនិញទៅវាអាចធូរជាយើងដឹកតាមក្រុមហ៊ុនអញ្ចឹងទៅចំពោះរបស់ធំណាអ្នកទាំងអស់គ្នាតែបើចំពោះរបស់តូចវាអាចមានតម្លៃលើឬមួយក៏ក្រោមហ្នឹងទៅតាមប្រភេទទំនិញអ្នកទាំងអស់គ្នាអាចមុននឹងទិញអាចចុចមើលថាដាក់ទីតាំងនៅខ្មែរនិងទីតាំងនៅចិនតើមួយណាធូរថ្លៃជាងបើសិនជាថ្លៃដឹកត្រឹម$1 $2ហើយអីវ៉ាន់ខុសគ្នាដល់$4 $5អ្នកនរគ្នាអាចរើសយកទីតាំងនៅក្នុងប្រទេសចិនទៅហើយដឹកតាមក្រុមហ៊ុនគឺធូរថ្លៃជាងប៉ុន្តែបើសិនជាអីវ៉ាន់នឹងទំហំធំថ្លៃដឹកអស់ច្រើនអញ្ចឹងអាហ្នឹងអ្នកទាំងអស់គ្នាអាចធ្វើការដឹកតាម KA99 ហ្នឹងគឺរៀងចំណេញច្រើនជាងដោយសារតែដឹកមកដល់ផ្ទះយើងគឺអត់អស់ថ្លៃទេហើយក្រុមហ៊ុនដែលទទួលដឹកដូចជាមាន CE ហើយនឹង CTO ហើយបើអ្នកទាំងអស់គ្នានៅតាមខេត្តឆ្ងាយគេអាចដាក់តាម JNT តអ្នកទាំងអស់គ្នាអញ្ចឹងណាពេលមកដល់ស្រុកខ្មែរអញ្ចឹងអូខេអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងយើងគ្រាន់តែចូលមកកាន់តៅប៉ាវមកអ្នកទាំងអស់គ្នាត្រូវ download app តៅប៉ាវមកបើអ្នកទាំងអស់គ្នាអត់ទាន់មាន app ទេអូខេអញ្ចឹងយើងចូលមកដល់ក្នុង app ហ្នឹងហើយបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់ធ្វើការផ្លាស់ប្ដូរទៅកាន់អ្នកទាំងអស់គ្នាជំហានដំបូងអ្នកទាំងអស់គ្នាទី1ត្រូវមាន account តៅប៉ាវហើយមួយទៀតអ្នកទាំងអស់គ្នាត្រូវមានដូរទីតាំងយើងត្រូវធ្វើការដូរទីតាំងអូខេឥឡូវខ្ញុំធ្វើប្រាប់ចុចមកចូលចំណុចនេះបន្ទាប់មកទៀតគឺយើងចូលកន្លែងរូបស្ពឺនេះអញ្ចឹងយើងចូលមកជាមួយស្ពឺនេះដើម្បីដូរប្រទេសអញ្ចឹងនេះអា software ជាងគេនេះដើម្បីដូរប្រទេសបើន័យថាយើងត្រូវដូរមកកាន់ប្រទេសកម្ពុជាអ្នកនរគ្នាបើអ្នកនរគ្នាអត់ទាន់ដូរទេនេះចំណាំអក្សរ3ជួរនេះគឺអានេះខ្ញុំបានដូរមកកាន់ប្រទេសកម្ពុជារួចហើយអញ្ចឹងដើម្បីចុចដូរអ្នកនរគ្នាចូលទៅក្នុងហ្នឹងហើយតើរកប្រទេសរបស់អ្នកនរគ្នាចេះចិនមើលទៅដាក់ប្រទេសកម្ពុជាទៅគឺអូខេហើយអញ្ចឹងត្រង់តែចំណុចប៉ុណ្ណឹងហើយអ្នកនរគ្នាចុចអូខេទៅគឺវាចេញទៅប្រទេសចិនហើយមួយទៀតយើងដាក់ទីតាំងបានន័យថាពេលដែលយើងដូរប្រទេសហើយយើងត្រូវធ្វើការដាក់ទីតាំងមកក្នុងប្រទេសមកទីតាំងរបស់យើងនេះចំណុចនេះអូខេដើម្បីដាក់ទីតាំងអ្នកនរគ្នាក៏ចុចសញ្ញាបូកនេះនៅពេលដែលអ្នកចុចសញ្ញាបូកនឹងហើយអ្នកចុចនៅត្រង់ចំណុចនេះមកនេះពេលចុចចូលមកគឺវាចេញឲ្យយើងរើសនេះវាមានអក្សរខ្មែរក្នុងនឹងបាត់ដំបងប្រទេសមានជ័យអីចឹងអ្នកនរដាក់តាមនឹងទៅគាត់ទៅចុចតាមវារហូតទៅគឺនៅបង្កើតបានចេញជាបែបនេះដូចដោះទីតាំងរបស់ខ្ញុំខ្ញុំបានដាក់នៅក្រុងសៀមរាបចឹងអ្នកនរគ្នាអូខេឥឡូវខ្ញុំសូមបង្ហាញតែប៉ុណ្ណឹងខ្ញុំសូមបិទអាសយដ្ឋានខ្លះអញ្ចឹងអាចំណុចហ្នឹងអត់មានអីពិបាកទេបើអ្នកទាំងអស់គ្នាអាចធ្វើបានទេអាចធ្វើការទម្លាក់ជា comment មកខ្ញុំមកឬមួយក៏ direct ឆាតតាម Telegram តាមអីមកខ្ញុំផ្ទាល់មកខ្ញុំនឹងបញ្ជាក់បន្ថែមទៀតអញ្ចឹងបន្ទាប់មកយើងមកមើលទំនិញយើងត្រូវមើលទៅមិនបានដឹងថាយើងអាចទិញដឹកតាម KA99 នឹងបានអញ្ចឹង KA99 ហ្នឹងលុះត្រាតែយើងទិញគ្រប់99យួនទើបយើងទទួលបានការដឹក free អ្នកទាំងអស់គ្នាអញ្ចឹងចំពោះហាងដូចហាងទី1 case ទូរស័ព្ទនេះគឺអត់មាន KA99 ទេហើយចំពោះខោដូចខោនេះអញ្ចឹងវាមានពាក្យថា KA99 អញ្ចឹងមានន័យថាអ្នកទាំងគ្នាអាចទិញហើយគ្រប់99យួនគឺអាចដឹក free តាម KA99 បានហើយទំនិញយើងអាចទិញចម្រុះពី3ហាងចូលគ្នាដូចក្នុងនេះមានតែ19យួនទេនៅក្នុងខោមួយហ្នឹងអញ្ចឹងយើងចុច select ហាងមួយហ្នឹងហើយវានឹងលោតចូលមកក្នុងកន្ត្រកនេះតែខ្ញុំដោយសារតែខ្ញុំមាននៅក្នុងកន្ត្រកស្រាប់អញ្ចឹងខ្ញុំអត់ចុចទេអញ្ចឹងខ្ញុំទៅបង្ហាញនឹងគ្រប់អញ្ចឹងខ្ញុំគាត់តែបញ្យល់ថាចំណុចហ្នឹងមិនចាំបាច់ទិញតាមអាហារទេអ្នកអាចទិញចូលគ្នាច្រើនហាងលើសឲ្យតែលើស99យួនគឺអ្នកនរគ្នាអាចដឹកតាមហ្នឹងដល់អត់គិតថ្លៃបានហើយអញ្ចឹងខ្ញុំចូលមកកន្ត្រកនេះនៅក្នុងទំនិញដែលខ្ញុំបានរើសរួចណាអញ្ចឹងឧទាហរណ៍ថា case 2នេះវាអស់តែ27យួនជាងទេអញ្ចឹងខ្ញុំអាចរើសតទៀតហាងផ្សេងទៀតហាងនេះអូខេអស់ដូចរបស់នេះ
វាអត់ទាន់គ្រប់ទេរើនេះតាមទៀតអូខេឥឡូវខ្ញុំបានរហូតដល់105.68ហើយអញ្ចឹងនៅពេលដែលបានប៉ុណ្ណឹងគឺវាគ្រប់ហើយរាល់អីវ៉ាន់ទាំងអស់ហ្នឹងសិតតែមាន KX99 ទាំងអស់នេះឃើញទេសិតតែមានសញ្ញា KX99 ទាំងអស់អញ្ចឹងមានន័យថាយើងអាចដឹកតាមនឹងមកគឺអត់អស់លុយទេអញ្ចឹងនៅពេលដែលយើងគ្រប់ហើយយើងគ្រាន់តែចុចនៅលើសញ្ញានេះមកអញ្ចឹងមកដល់ត្រង់ចំណុចនេះអ្នកនរត្រូវដូរទីតាំងមកទីតាំងនេះវាសារតែខ្ញុំបានដាក់ default អញ្ចឹងអ្នកនរអាចដាក់ default ក៏បានដែរឃើញទេនៅពេលដែលចុចមកកាន់ហ្នឹងគឺវាដាក់ថាថ្លៃដឹកគឺ0 យន់អញ្ចឹងមានន័យថាទំនិញហ្នឹងនៅពេលដែលអ្នកទាំងអស់គ្នាចុចបង់លុយចំនួនប៉ុណ្ណឹងហើយអ្នកទាំងអស់គ្នានឹងទទួលបានទំនិញហ្នឹងមកដល់ផ្ទះគឺដោយអត់មានអស់ថ្លៃសេវាទេហើយនៅក្នុងចំណុចនេះបើសិនជាអ្នកទាំងអស់គ្នាប្រើតាម Visa Card វានឹងមានកាត់សេវាប៉ុន្តែបើអ្នកទាំងអស់គ្នាចង់កុំឲ្យគេកាត់សេវាអ្នកទាំងអស់គ្នាអាចដាក់បង់តាម Alipay បានអញ្ចឹងបើអ្នកទាំងអស់គ្នាលីង Alipay គឺអាចទិញបានហើយគឺអត់អស់សេវា Visa Card នឹងទេដោយសារតែនេះខ្ញុំឧទាហរណ៍ខ្ញុំគ្រាន់តែបញ្ជាក់ចំណុចប៉ុណ្ណឹងអញ្ចឹងការទិញតាមហ្នឹងគឺមានតែប៉ុណ្្នឹងអ្នកទាំងអស់គ្នាហើយបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់ត្រង់ចំណុចណាអាចទម្លាក់ជា comment ទៅខ្ញុំនឹងធ្វើការប្រាប់បន្ថែមទៀតអានេះគ្រាន់តែខ្ញុំប្រាប់ត្រួសចឹងណាអ្នកទាំងអស់គ្នាហើយចំពោះវីដេអូវាមានចន្លោះប្រហោងខ្លះបើសិនអត់យល់ឬក៏អត់ទាន់ត្រង់ចំណុចណាអាចធ្វើការតាក់ទងមកខ្ញុំមកខ្ញុំនឹងបញ្យល់បន្ថែមអញ្ចឹងសូមអរគុណអ្នកទាំងអស់គ្នាជួបខ្ញុំនៅវីដេអូបន្តទៀតបាយ